ទំនិញថៃថោកដូចសម្រាប់អញ្ចឹងខ្មែរពហិការលោកខ្សែជន់ឆ្លីទំនិញហែងដែលបំពេញដីខ្មែរធ្វើបាបប្រជាពលរដ្ឋខ្មែររឿងទឹកដីនៅព្រៃច័ន្ទភូមិជោគជ័យធ្វើឲ្យគាត់យំសោកភ័យខ្លាចបាត់បង់ទឹកដីឥឡូវនេះទំនិញថៃត្រូវខ្មែរគ្មានអាវុធជន់ឆ្លីដល់ដីតាមតែចិត្តខឹងក្រុមហ៊ុនថៃដែលកំពុងតែធ្វើអាជីវកម្មនៅកម្ពុជាបានប្រកាសអាសន្នខាតធ្ងន់ធ្ងរហើយឈានទៅរកការខ្សែធនផងដែរជំរាបដំណឹងទៅកាន់ក្រសួងការបរទេសប្រទេសថៃឲ្យជួយផងឲ្យជួយមិនកើតបើអំណាចនៅពួកយោធាណោះហ្នឹងអាត្មាសូមតែមកសក់នេះក្រសួងការបរទេសថៃចង់និយាយចឹងណាដែលពួកវាប្រមាថមើលងាយខ្មែរក្រកន្លះប្រទេសឲ្យតែនិយាយមួយខ្មែរវាចោទយើងថាអ្នកសុំទានមកហើយបាទឥឡូវនេះបានផលហើយអ្នកសុំទានមិនខ្ចីស៊ីទំនិញឯងជន់ធ្លីឲ្យដល់ដីតែម្ដងហើយផលយ៉ាងសម្បើមគឺថៃជិតដួលរលំកំពុងតែភ័យស្លន់ស្លោស្រែករឹករដ្ឋាភិបាលឲ្យជួយហើយជួយស្អីបើអំណាចពិតប្រាកដនៅណានៅខ្សត្រថៃនៅយោធាថៃនោះហ្នឹងហើយយោធាថៃកំពុងតែដាប់សភាពការនៅតាមតំបន់ព្រំដែនវាចង់ធ្វើអីក៏បានដែររាល់ថ្ងៃនេះដោយសារតែអនុទាននាយករដ្ឋមន្ត្រី4ខែនោះប្រកល់សិទ្ធិប្រកល់អំណាចពេញលេញទៅឲ្យពួកយោធាណានេះគឺជាដំណឹងមួយចង់ជម្រាបជូនទៅកាន់បងប្អូនទាំងគ្នានឹងធ្វើការវិភាគពាក់ព័ន្ធទៅនឹងទំនិញថៃថោកដោយអាចថោកដោយសម្រាប់អញ្ចឹងនេះគឺពាក់ព័ន្ធនឹងថៃកុំចង់ប្រមាថមើលងាយខ្មែរកុំចង់ឲ្យខ្មែរស្អប់តែខ្មែរស្អប់ហើយដោយអាចអញ្ចឹងសូម្បីតែទំនិញឯនេះជន់ឆ្លីដល់ដីបងប្អូនណាខ្លះមានទំនិញថៃបាទបោះបង់ចោលហើយថតជាវីដេអូឃ្លីបផងណាខ្ញុំចង់យកមកធ្វើជាវីដេអូដូចបងប្អូនដែលកំពុងតែឃើញនេះគាត់ក្រដែរមើលទៅមានតែមានស្អីបាទប៉ុន្តែទឹកចិត្តមនសិការមិនដូចអាខ្លះមានបានហឺហានៅសង្គមខ្មែរថ្ងៃមានពួកអ្នករកស៊ីជាមួយថៃហ្នឹងបាទសិតតែអុកញ៉ៃអុកញ៉ៃណែណៃប៉ុន្តែគ្មានឲ្យទឹកចិត្តមនសិការជាខ្មែរតតែសោះដើម្បីតែលុយណាសង្គមថ្ងៃមានប៉ុន្តែគេមិនចេញមុខទៅអ្នកក្រតាដែលគាត់គេថាឈឺចិត្តទៅនឹងការបំពេញពីសំណាក់ចៅសៀមពួកដែលមានមួយចំនួនខ្ញុំនិយាយមួយចំនួនតូចទេពួកនេះសង្ងំស្ងៀមធ្វើធម្មតាដែលម្សិលមិញនេះផ្ទុះព័ត៌មានដំណឹងមួយប្រិយមិត្តដំណឹងថ្ងៃនេះគឺទី11តុលា2025ស្ថានភាពព្រំដែនក៏មិនទាន់ទៅណាឆ្ងាយនោះទេវាអាចនឹងប្រងធ្វើអីទៅប្រតិបត្តិក៏ថាបានដែរក៏ប៉ុន្តែជួនដំណឹងថៃឆ្លន់ស្លោភ័យរឿងពាណិជ្ជកម្មរឿងខ្សែធនរបស់ខ្លួនវិញសំស្រាជាបន្ទាន់ក្រុមហ៊ុនថៃដែលកំពុងធ្វើអាជីវកម្មនៅកម្ពុជាប្រកាសអាសន្នហើយនឹងស្វែងរកជំនួយអន្តរាគមន៍ជាបន្ទាន់ពីក្រសួងការបរទេសប្រទេសថៃដើម្បីដោះស្រាយផលប៉ះពាល់ធ្ងន់ធ្ងរក្រោយប្រជាជនកម្ពុជាធ្វើពហិការមិនប្រើប្រាស់ទំនិញចោលសៀមនិងសេវាកម្មដទៃផ្សេងទៀតរបស់ថៃដូច Amazon PTT ស្អីក៏ដោយបាទផលិតផលប្រើប្រាស់ប្រចាំថ្ងៃសាប៊ូដោះធ្មេញអីផ្សេងៗណាបងប្អូនបាទថាឃើញបោះចោលទៅដុតចោលទៅទុកទៅអីបងប្អូនបាទវាប្រមាថមើលងាយយើងប៉ុណ្ណឹងបងប្អូនខ្លះអត់ដឹងណាប៉ុន្តែទើបដឹងឥឡូវ2025នេះកាលមុនគឺថាថៃល្អណាស់សំបីតអ្នកជីកដែនក៏និយាយប្រាប់ដែរណាថាថៃមិននឹកស្មានថាថៃវាដល់ម្លឹងបាទសំបីតារឿងជួរភ្នំដងរែកបាទវាសម្រាប់រង្គាលខ្មែរយើងមួយចំនួនគេថាសក់នៅតែកម្មទី2ណាបន្ទាប់ពីរបបប្រល័យពូជសាសន៍ក៏គាត់អត់ដឹងផងហ្នឹងគាត់គិតថាថៃវាល្អណាស់វាចិត្តល្អអីអញ្ចឹងណាតែពេលផ្ទុះសង្គ្រាមស្ថានភាពក្តៅ2025នេះទើបគាត់អាថៃថោកចោលម្រាយថោកសំបីតាយុគមិញនេះបាទលើងខ្មែរចាក់មីក្រូចាក់ធុងបាសដំឡងខ្មែរដែលខ្ញុំនឹងជម្រាបបន្តទៀតនៅក្នុងសន្និសីទសារព័ត៌មាននៅក្រសួងការបរទេសប្រទេសថៃកាលពីថ្ងៃម្សិលមិញទី10តុលាអ្នកនាំពាក្យក្រសួងការបរទេសថៃបានឆ្លើយតបយ៉ាងរដិបរដប់បាទយ៉ាងតាក់ណាដូចនេះអញ្ចឹងនឹងមានភាពស្ទាក់ស្ទើរដោយទំនងជាខ្លាចការរងការរិះគន់យ៉ាងធ្ងន់ធ្ងរពីសំណាក់មហាជនប្រទេសថៃប្រសិនបើឆ្លើយតបរបស់ពួកគេមិនសមស្របបាទព្រឹត្តិការណ៍នេះត្រូវបានគេកត់សម្គាល់ថាជាលើកទី1ហើយដែលភាគីថៃទទួលស្គាល់ពីផលប៉ះពាល់នៃការធ្វើពហិការរបស់កម្ពុជាទៅលើវិស័យពាណិជ្ជកម្មរបស់ពួកគេអញ្ចឹងទេបងប្អូនសាទរមួយបានផលបតាឲ្យបងប្អូនទាំងគ្នាឃើញអត់បងប្អូនអត់មានអាវុធចង់វាយថៃក៏ប៉ុន្តែត្រូវធ្វើម៉េចឈប់ប្រើប្រាស់ទំនិញរបស់ថៃហ្នឹងហើយខ្ញុំគិតថាបងប្អូនគឺស្អប់ថៃចោលម្រាយស្អប់ហើយបាទខឹងនៅវាឆ្លៀនពៀនបំពេញទឹកដីណាវាប្រើល្បិចគ្រប់បែបយ៉ាងទាំងអស់បាទធ្វើបាបប្រជាពលរដ្ឋខ្មែរសំបីតែម្សិលមិញហ្នឹងវាឈូសឆាយដីធ្លីហើយបានមករាវមីនបាទបងប្អូនឃើញណាវាជាការពិតណាស់ដែលពាណិជ្ជកម្មនិងអាជីវកម្មរបស់ថៃដើរតួនាទីយ៉ាងសំខាន់នៅក្នុងសេដ្ឋកិច្ចកម្ពុជាយ៉ាងណាមិញដោយសារតែស្ថានភាពនយោបាយនិងការធ្វើពហិការរបស់ប្រជាជនកម្ពុជារបស់យើងបានហុចផលឲ្យជាបណ្ដាទំហំនិងសកម្មភាពពាណិជ្ជកម្មអាចនឹងមានការប្រែប្រួលជាពិសេសប្រទេសថៃនេះតែម្ដងទី1ខាងក្រោមនេះពាក់ព័ន្ធទៅនឹងព័ត៌មានដំណឹងពាណិជ្ជកម្មថៃកម្ពុជាដែលខ្ញុំនឹងជម្រាបថាតើទំហំពាណិជ្ជកម្មទ្វេភាគីកម្ពុជាថៃមានតម្លៃប្រមាណគេថា bilateral trade volume ណាគោលដៅឆ្នាំ2025នេះថ្នាក់ដឹកនាំនៃប្រទេសទាំងពីរបានកំណត់គោលដៅសម្រេចឲ្យបាននៅទំហំពាណិជ្ជកម្មទ្វេភាគីនឹងរហូតទៅដល់$15,000 លាននៅឆ្នាំ2025ប៉ុន្តែគាត់ជួនអីវាផ្ទុះសង្គ្រាមស្ថានភាពនេះបាទអញ្ចឹងគោលដៅនៃកម្ពុជាថៃគោលដៅ
$15,000,000ច្រើនណាទោះជាយ៉ាងណាក៏ដោយអ្នកវិភាគនឹងទិន្នន័យថ្មីបានបង្ហាញថាគោលដៅនេះទំនងជាមិនអាចសម្រេចបាននោះទេដោយសារតែភាពតានតឹងតាមតំបន់ព្រំដែននិងការធ្វើពហិការពីសំណាក់ប្រជាជនកម្ពុជាទិន្នន័យជាក់ស្ដែងរយៈពេល9ខែឆ្នាំ2025នេះយោងតាមរបាយការណ៍បឋមនៅក្នុងខែតុលា2025ពាណិជ្ជកម្មទ្វេភាគីកម្ពុជាថៃសម្រេចបានប្រហែលជា$2.9,000,000អាមេរិកក្នុងរយៈពេល9ខែដើមឆ្នាំ2025ដោយមានការធ្លាក់ចុះប្រហែលជា8.2%ធៀបទៅនឹងរយៈពេលដូចគ្នានៅឆ្នាំ2024ទិន្នន័យឆ្នាំ2024នេះតើវាមិនវិញអានឹងជម្រាបទំហំពាណិជ្ជកម្មសរុបកាលពីឆ្នាំ2024មានជាង$4.28,000,000អាមេរិកការនាំចេញពីកម្ពុជាទៅប្រទេសថៃប្រហែលជា$845,000,000អាមេរិកកម្ពុជារបស់យើងនាំទៅថៃមិនដល់$1,000,000,000ប៉ុណ្ណឹងតិចមែនតើណាបាទឥឡូវនិយាយអំពីការនាំចូលរបស់ថៃវិញការនាំចូលពីថៃមកកម្ពុជាការនាំចេញរបស់ថៃណាប្រហែលជា$3.44,000,000ដែលបង្ហាញថាកម្ពុជានៅតែមានអនុភាពពាណិជ្ជកម្មជាមួយប្រទេសថៃយ៉ាងច្រើនអានេះបើសិនជានៅអាមេរិកដូចលោកនៅណាត្រាំណាគេតម្លើងពន្ធដាក់ពន្ធតែម្ដងដោយសារតែអនុភាពពាណិជ្ជកម្មគាត់គិតអញ្ចឹងនៅអាមេរិកទី2វិស័យសំខាន់នៃពាណិជ្ជកម្មរវាងប្រទេសទាំងពីរមានលក្ខណៈមិនមានតុល្យភាពទេដោយថៃនាំចេញទំនិញសម្រាប់ទៅកម្ពុជាច្រើនជាងកម្ពុជានាំចេញទំនិញវត្ថុធាតុដើមទៅប្រទេសថៃបើទោះជាថៃពហិការមិនប្រើប្រាស់ផលិតផលខ្មែរយើងក៏អត់ខាតបង់អីច្រើនផងបាទយើងត្រឹមតែ$800ហ្នឹង$800,000,000បាទមិនដល់$1,000,000,000ទេថៃនោះច្រើនបាទទំនិញថៃនៅកម្ពុជាយើងដឹងស្រាប់ហើយដូចទំនិញនៅស្រុកខ្មែរអញ្ចឹងប្រើតាំងពីដើមតាំងពីខ្ញុំនៅតូចដូចអាព្រីងកាឡាតប៉ែអីបាទហ្នឹងគឺរបស់ថៃដែរតែផលប៉ះពាល់នៃការធ្វើពហិការនិងចំនួនព្រំដែននេះយោងតាមរបាយការណ៍មួយចំនួនភាពតានតឹងនិងធ្វើការពហិការបានបង្កមានផលប៉ះពាល់គួរឲ្យកត់សម្គាល់ដូចជាការធ្លាក់ចុះនៃការនាំចូលនៅខែកក្កដាឆ្នាំ2025ការនាំចូលរបស់កម្ពុជាពីថៃបានធ្លាក់ចុះរហូតទៅដល់44%បាទធៀបទៅនឹងខែដូចគ្នាកាលពីឆ្នាំមុនណាបាទ44%បាទច្រើនដែរអញ្ចឹងវាប្រហែលជាកន្លះ100%ហើយនេះមុខទំនិញដែលត្រូវបានហាមឃាត់ដោយរដ្ឋាភិបាលកម្ពុជារួមមានបន្លែផ្លែឈើប្រេងឥន្ធនៈនិងឧស្ម័នឥន្ធនៈមួយចំនួនសរុបមកថៃគឺជាដៃគូពាណិជ្ជកម្មដ៏ធំមួយរបស់កម្ពុជាហើយទំនិញថៃបានគ្របដណ្ដប់លើទីផ្សារកម្ពុជាជាច្រើនផ្នែកទោះជាយ៉ាងណាចំនួននាពេលថ្មីនេះបានធ្វើឲ្យទំហំពាណិជ្ជកម្មធ្លាក់ចុះនិងបង្កផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់ក្រុមហ៊ុនប្រទេសថៃដែលកំពុងតែរកស៊ីនៅកម្ពុជាដោយ Amazon PTT ជាដើមបាទនេះគឺប្រមាថមើលងាយខ្មែរក្រកន្លះប្រទេសអាក្រីក្រអត់ចង់ប្រើប្រាស់ផលិតផលរបស់ថៃមិនចុះបាទសម្បីតែនៅអាមេរិកក៏មានការពហិការដែរណាសម្បីតែនៅក្រៅស្រុកអីណាទំនិញថៃកម្ពុជារបស់យើងហូបបាទមិនប្រើប្រាស់ចឹងទេបន្តពហិការបន្ថែមទៀតបងប្អូនឥឡូវនេះដំណឹងយប់មិញពាក់ព័ន្ធទៅនឹងថៃវាលើងខ្មែរចាក់បាសអីហ្នឹងវាជា psychology មួយចិត្តសាស្ត្រមួយធ្វើបាបខ្មែរវាធ្វើអញ្ចឹងវាអត់ខាតបងអីផងក៏ប៉ុន្តែយើងត្រូវប្រមូលផតតាំងនេះកោតទោសវាទៅកាន់អន្តរជាតិថោកចោលម្ដាយថោកថៃហ្នឹងគឺថោកបាទហើយថោកហ្នឹងគឺថៃវាមិនឲ្យពលរដ្ឋខ្មែរដេកលក់ស្រួលនោះទេដោយចាក់សម្លេងត្រហឹងអឹងកងជាសម្លេងខ្មោចឪម៉ែរបស់ថៃស្រែកហៅថៃជួយផងកូនហើយកូនបាទកាលនេះខ្មោចឪម៉ែរបស់ថៃទេណាចាក់យប់មិញនេះយប់ម៉ោង12រំលឹងអាត្រិតទៅហើយពីភូមិជោគជ័យនិងភូមិព្រៃច័ន្ទឃុំអូបេច័ន្ទស្រុកអូជ្រៅខេត្តបន្ទាយមានជ័យមិនមែនម៉ោង12ទេវាចាប់ពីម៉ោង10 11 12អីហ្នឹងកំឡុងពេលហ្នឹងនៅពេលដែលមនុស្សម្នាភាគច្រើននៅក្នុងប្រទេសកម្ពុជាកំពុងតែលង់លក់សម្រានយ៉ាងស្កប់ស្កល់មានភ្លៀងធ្លាក់រលឹមស្រេចផងដែរលេចទីក្រុងភ្នំពេញខ្លះផងនោះនៅកន្លែងខ្លះអ្នកភូមិព្រៃច័ន្ទនិងភូមិជោគជ័យមិនបានសម្រានលក់ស្រួលនោះឡើយដោយសារតែសម្លេងផងបាសដែលជនជាតិថៃជនជាតិចង្រៃនេះបានចាក់យ៉ាងត្រហឹងអឹងកងជាសម្លេងខ្មោចលឿងសម្លេងឆ្កែព្រុសនិងឆ្កែលោជាការបំពុលផ្អែកសម្លេងយ៉ាងធ្ងន់ធ្ងរធ្វើឲ្យមនុស្សម្នាមិនអាចសម្រានបានជាពិសេសក្មេងតូចនិងមនុស្សចាស់ជរានិងប៉ះពាល់ទៅដល់សិទ្ធិដំណេករំលោភសិទ្ធិមនុស្សយ៉ាងធ្ងន់ធ្ងរហេតុអ្វីបានជាអ្នកឯងអាក្រក់ម្លេះអាថៃសម្លេងយប់មិញហ្នឹងគឺសម្លេងបងប្អូនខ្មោចថៃបាទតែស្លាប់ទៅនៅស្រែកឲ្យថៃនេះឈប់ជាបន្ទាន់ឈប់ធ្វើបាបខ្មែរណាថៃអានេះពាក់ព័ន្ធរឿងហ្នឹងដៅចិត្តដែរហ្នឹងណាបាទវាសិតតែធ្វើអញ្ចឹងណាមិនក្តៅបងប្អូនក្តៅអត់ចុះដំណឹងមួយទៀតពាក់ព័ន្ធទៅនឹងរដ្ឋមន្ត្រីការបរទេសថៃចង់រកដំណោះស្រាយបន្តសន្តិវិធីនឹងកម្ពុជាដោយដាក់លក្ខខណ្ឌ4ដែលកម្ពុជាត្រូវតែបំពេញលោករដ្ឋមន្ត្រីបានត្អូញត្អែថាកម្ពុជាមានចេតនាមិនល្អនោះទេដោយសារតែបានប្រើប្រាស់វេទិកាអន្តរជាតិដូចជាមហាសន្និបាតអង្គការសហប្រជាជាតិឬក៏ UN យកប្រៀបលើប្រទេសថៃដោយអយុត្តិធម៌នេះគឺលោកសីអាសាក់រដ្ឋមន្ត្រីការបរទេសណាហាក់បីដូចជាត្អូញត្អែហើយដោយចាញ់កម្ពុជានៅ UN ឥឡូវនេះកំពុងតែគេថារំអ៊ុយរំអុកដាក់អន្តរជាតិហើយលោកក៏បានបន្ថែមថាទោះបីជាថៃចង់ចរចាទ្វេភាគីនិងកម្ពុជាប៉ុន្តែថៃស្វាគមន៍ទូនាទីសម្របសម្រួលរបស់អាមេរិកប៉ុន្តែមិនមែនជាអ្នកចរចាជំនួសកម្ពុជានោះទេអញ្ចឹងទេរដ្ឋមន្ត្រីការបរទេសមួយនេះចង់ផ្ដាំទៅលោកដូណាល់ត្រាំអាមេរិកនេះថៃវាស្វាគមន៍សម្របសម្រួលក៏ប៉ុន្តែកុំចង់ចរចាជំនួសខ្មែរណាមានន័យអញ្ចឹងអានេះចាញ់នៅណាចាញ់នៅ UN ហើយមិនសមវិញដូចគេឮថាចាញ់នៅព្រៃច័ន្ទដែរណាប៉ុន្តែមិនដឹងថាចាញ់ឬក៏មិនចាញ់ទេដោយសារតែវាធ្វើយើងផ្ទុះកំហឹងផ្ទុះមួយវាអញ្ចឹងណាក៏ប៉ុន្តែវាអត់ផ្ទុះក៏ប៉ុន្តែវាឈូសឆាយដីធម្មតាប៉ុន្តែអាតំបន់ដីហ្នឹងគឺឮថាជាដីដែល
តែពាត់ការពីមុនមកប៉ុន្តែដីយើងដដែលហ្នឹងបាទនៅវាធ្វើអញ្ចឹងវាមិនលោកយ៉ងពៅខ្ញុំសង្កេតឃើញថាលោកអ្នកជាច្រើនចេញមកថ្កោលទោសចោលពាក្យថៃដែលចូលមករាវមីនឆ្លៀនពៀនទឹកដីខ្មែរនៅភូមិព្រៃច័ន្ទកាលពីម្សិលមិញខ្ញុំជ្រើសរើសវិធានកោតទោសចោលពាក្យថៃដោយប្រកាសថានឹងបន្តពហិការទំនិញសៀមចង្រៃទាំងស្រង់តទៅមុខទៀតលកឹកណាគេមិនបញ្ឈប់មហិច្ឆតាឆ្លៀនពៀនទឹកដីខ្មែរហើយងាកមកពង្រឹងទស្សនៈគ្រប់គ្រងផលិតផលជាតិខ្មែរខ្លាំងក្លាទៅបាទនេះគឺបណ្ឌិតយ៉ងពៅណាគេយកកាំភ្លើងសពាវុធខុនធ្ងរបាញ់ប្រហារខ្មែរប្រមាថជន់ឈ្លីខ្មែរយ៉ាងប្រៃផ្សៃខ្មែរគ្រាន់តែពហិការទំនិញសៀមវាគ្មានខុសសីលធម៌អ្វីឬក៏ការអន្តរជាតិស្អីនោះទេចឹងទេបន្តប្រើប្រាស់ផលិតផលខ្មែរហើយឈប់ប្រើប្រាស់ផលិតផលសៀមបាទមិនមែនរើសអើងទេក៏ប៉ុន្តែវាត្រូវយល់ថាវាបានលុយហ្នឹងវាយកទៅទិញអាវុធបាទយើងឃើញអាត្រាក់ទ័រអាប៊ូលអីគេនោះម្សិលមិញហ្នឹងបានមកពីណាបានមកពីលុយបងប្អូនពុកម៉ែបងប្អូនទាំងគ្នាហ្នឹងជួយទិញទំនិញរបស់វាមួយឆ្នាំ$5,000 លានច្រើនណាស់បងប្អូនរីឯលោកអ្នកគាំទ្រឬពហិការខ្ញុំមិនសន្និដ្ឋានសេចក្តីជំនួសនោះទេចំពោះខ្ញុំប្រសិនបើខ្ញុំបន្តគាំទ្រទំនិញចោលមានន័យថាខ្ញុំពីការមនសិការបាត់បង់មនសិការមានន័យអញ្ចឹងបាទហើយចែកទូចម្សិលមិញនេះក៏បានបញ្ចប់ក្រុមងារអុកញ៉ារបស់គាត់ដែរពីនាយករដ្ឋមន្ត្រីកម្ពុជារបស់យើងឈ្មោះគាត់ហ្នឹងគឺឈ្មោះអីគេនេះអឹមសុផាន់ណារិតបាទហៅថាចែកទូចដែលនាំទំនិញរាល់តោនចូលមកកម្ពុជានោះដែលគេបិទហើយហ្នឹងអញ្ចឹងតើបានថៃវាប្រមាថមើងងាយម៉េះនេះដំណឹងខ្លីណាអូខេប៉ុណ្ណឹងនិយាយរឿងចាក់ពងបាសនេះវាធ្វើឲ្យពិភពលោកមើលឃើញវាកាន់តែអាក្រក់ណាវាចាក់សម្លេងហើយមួយទៀតខ្ញុំបន្ថែមថាចាក់ហ្នឹងវាទី1វាបំភ័យគីឡូកងកម្លាំងយើងប្រជាជនយើងភ័យខ្លាចខ្មោចខ្លាចអីចឹងទៅនាំគ្នាចាក់ចេញវាចូលមកណែវាមានហេតុរឿងច្រើនណាវាមានហេតុផលច្រើនណាស់ដែលវាចាក់ហ្នឹងវាមិនមែនចាក់ប្រយោជន៍ទេបាទចាក់កម្លាំងយើងឲ្យយើងដេកមិនបានខ្សោយកម្លាំងណាដើម្បីវារៀបឱកាសធ្វើចូលណាចាក់ឲ្យយើងខ្លងដើម្បីណាអាចប្រើសឺការមកចូលចាប់យើងចាប់អីកុំឲ្យយើងស្រែកហៅគ្នាជួយលឺអីចេះចុះទៅហ្នឹងហើយចឹងវាមានរឿងរបស់វាមិនមែនចេះតែចាក់ទេអស់នេះហើយរឿងនេះមិនមែនរឿងថ្មីទេខ្លះចាក់ទៅហើយបើកន្លែងខ្លះវាបាញ់ទៅវាបាញ់ក្នុងដីវាហ្នឹងក្នុងរាំងអីចឹងទៅបាទអញ្ចឹងល្បិចអស់ចឹងមិនមែនយើងមិនដឹងទេយើងមើលធ្លុះបាទយើងមើលធ្លុះបាទយើងមើលធ្លុះអញ្ចឹងបងប្អូនយើងជ្រាបអំពីទង្វើរបស់វាហ្នឹងទង្វើរបស់ពួកអរិញសៀមហ្នឹងបាទហើយប្រទេសវានេះគ្មានវិន័យគ្មានអីទេស្ដេចផ្សេងនាយករដ្ឋមន្ត្រីផ្សេងប្រជាជនផ្សឹងតបផ្សឹងអាណាធិបផ្សេងប៉ាត់ណាមិនដឹងអាណាស្រាប់អាណាទេបាទតែឥឡូវនេះអ្វីដែលវាកំពុងប្រឈមខ្លាំងនេះគឺផ្ដើមចេញពីពលរដ្ឋយើងធ្វើពហិការតំណែងថៃផលិតផលថៃឥឡូវនេះយើងកំពុងតែបានជោគជ័យមួយកម្រិតហើយជោគជ័យយ៉ាងម៉េចជោគជ័យឥឡូវនេះឈ្មោះដែលជាអ្នកផលិតតំណែងយកមកលក់ឲ្យខ្មែរប្រឈមមុខនឹងការខ្សែធនប្រឈមមុខនឹងការដួលរលំនៃសេដ្ឋកិច្ចណាគេបាននាំគ្នាទៅជួបទៅប្តឹងក្រសួងការបរទេសហើយអ្នកនាំពាក្យក្រសួងការបរទេសថៃនេះគេបានសារភាពថាពិតជាបានឃើញការលំបាកបែបនេះមែនខាតទាំងសេដ្ឋកិច្ចខាតគ្រប់បែបយ៉ាងទាំងអស់អត់មានអីចំណេញទេណាអញ្ចឹងយើងឃើញទង្វើទាំងអស់ហ្នឹងហេតុអីបានគេខាតហេតុអីបានគេសេដ្ឋកិច្ចចុះគឺដោយសារការ